បាទគោរពជំរាបសួរក៏ដូចជាសួស្តីបងប្អូនអ្នកតាមដានស្ដាប់រឿងខ្មោចទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាម្ដងទៀតហើយតាក់ទងជាមួយនឹងរឿងមេខ្មោចអស្ចារ្យហើយយើងចង់ដឹងថារឿងនេះសាច់រឿងយ៉ាងម៉េចយ៉ាងណាដែរសូមតាមដានស្ដាប់ទាំងអស់គ្នាបាទជាយូរលង់ណាស់មកហើយមានស្ទឹងមួយដែលមានភាពស្ងាត់ជ្រងំប្រជាជនដែលរស់នៅទីនោះមានការផិតភ័យជាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សជាច្រើនត្រូវខ្មោចលងហើយលុះព្រលឹងឈឺស្លាប់ជាបន្តបន្ទាប់ហើយថ្ងៃមួយមានស្ត្រីម្នាក់បានត្រឡប់ពីធ្វើស្រែវិញនាពេលព្រលប់បន្តិចក៏ដើរមកដល់មាត់ស្ទឹងស្រាប់តែឃើញក្មេងស្រីម្នាក់រូបរាងស្អាតបាទដើរតម្រង់មកជិតគាត់និយាយថាអ្នកមីងឈប់សិនខ្ញុំសុំឆ្លងទៅជាមួយនឹងមីងដែរនេះរូបភាពដែលគាត់បានសុំមីងហ្នឹងណានេះសុំឆ្លងមីងក៏ឆ្លើយថាហេតុអីក៏នាងមិនឆ្លងទៅដោយខ្លួនឯងទៅនាងបន្ថែមទៀតថាអត់ទេខ្ញុំខ្លាចលង់ទឹកណាស់សូមអ្នកមីងជួយចម្លងខ្ញុំផងមីងក៏ព្រមអៀវនាងឆ្លងទឹកស្ទឹងតាមការអង្វររបស់នាងលុះដល់ពាក់កណ្ដាលស្ទឹងនាងក៏បញ្ចេញសកម្មភាពប្រែរូបរាងកាយជាអាក្រក់ដកកយ៉ាងវែងសក់បាសកន្ទ្រើងកន្ទ្រិញកន្ទ្រើងភ្នែកលៀនដូចក្តាមហូរចេញសុទ្ធតែឈាមក្រហមច្រាល់ធ្លាក់អណ្ដាតព្រឹបផ្លែតមិញឃើញភ្លាមក៏ភ័យរន្ធត់ព្រឺរោមបណ្ដាលឲ្យគាត់បាត់បង់ស្មារតីស្ទើរទាំងបេះដូងស្លាប់មិញខំរត់ទាំងត្រដាប់ដុះទៅមកដល់ផ្ទះវិញគាត់ហត់ដង្ហើមបាត់វិញ្ញាណធ្លាក់ខ្លួនឈឺរវើរវាយដាច់បាយដាច់ទឹកជ្រុះសក់ស្គមស្គាំងរីងរៃរហូតដល់បាត់បង់ជីវិតនៅពេលថ្ងៃរៀបអស្តង្គតទិដ្ឋភាពមាត់ស្ទឹងពោពេញទៅដោយភាពស្ងាត់ជ្រងំគ្មានមនុស្សណាហ៊ានដើរមកក្បែរនោះឡើយព្រោះស្ទឹងនោះមានខ្មោចជាច្រើនចាំយកព្រលឹងមនុស្សដែលឆ្លងទឹកនៅទីនោះនៅរសៀលថ្ងៃមួយមានបុរសមួយក្រុមនាំគ្នាផឹកស្រាតាំងពីថ្ងៃត្រង់រហូតដល់ថ្ងៃព្រលប់បុរសម្នាក់ដាស់តឿនពូឆាតថាណែលោកបងឆាតបងល្មមត្រឡប់ទៅផ្ទះវិញហើយព្រោះពេលយប់មានខ្មោចច្រើនណាស់ពូឆាតឆ្លើយយ៉ាងប្រងើយថាកុំនិយាយពីរឿងខ្មោចរកតែខ្មោចមកធ្វើថ្នាំមិនបានផងលុះយប់បន្តិចទើបពូឆាតត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវទឹកសន្សើមក៏ធ្លាក់ខ្យល់ក៏បក់មករំភើយមកប៉ះខ្លួនត្រជាក់ស្រឹបដូចទឹកអម្រឹតឆ្កែលូយ៉ាងក្រលួចឮសំឡេងល្វើយនាពេលរាត្រីស្ងាត់ពូឆាតដើរមកដល់មាត់ស្ទឹងស្រាប់តែឃើញស្ត្រីម្នាក់រូបរាងស្អាតបាតដូចទេពធីតាពូឆាតឃើញដូច្នេះក៏និយាយនឹងនាងថាណែនាងហេតុអីក៏នាងមកអង្គុយនៅទីនេះនាងឆ្លើយដោយទឹកមុខស្រពាប់ស្រពោនវិញថាខ្ញុំចង់ឆ្លងទឹកទៅត្រៃម្ខាងប៉ុន្តែខ្ញុំមិនហ៊ានឆ្លងសោះព្រោះខ្ញុំខ្លាចទៅទឹកសម្លៀកបំពាក់ថ្មីរបស់ខ្ញុំពូឆាតគិតថានាងនេះប្រហែលជាខ្មោច
ហើយបានជាហ៊ានមកអង្គុយនៅទីនេះតែម្នាក់ឯងដូច្នេះពូឆាតប្រាប់នាងថាមិនអីទេចាំខ្ញុំជួយចម្លងនាងចោះពេលនាងឮពូឆាតនិយាយដូច្នេះក៏ផ្សាយសប្បាយក្រៃព្រោះថាមានឱកាសល្អមកដល់ទៀតហើយនាងអោបកោបពូឆាតថ្នមពេលនោះពូឆាតក៏យកក្រមាចងខ្លួននាងជាប់ជាមួយនឹងគាត់ហើយការចងបែបនេះហាក់បីដូចជាបានត្រៀមទុកជាមុននាងឆ្ងល់ក៏សួរពូឆាតថាបងប្រុសហេតុអ្វីក៏បងចងដូច្នេះពូឆាតផ្ដល់ចម្លើយថាបាទអ្នកនាងខ្ញុំចង់ឲ្យជាប់ព្រោះខ្លាចនាងធ្លាក់ទឹកលុះពូឆាតឆ្លងដល់កណ្ដាលទឹកស្ទឹងស្រីស្រស់ក៏ចាប់ផ្ដើមបញ្ចេញសកម្មភាពដាក់ពូឆាតភ្លាមនាងលៀនអណ្ដាតយ៉ាងវែងហើយធ្វើសក់កន្ទ្រើងក្នុងផ្នែកមើលទៅឃើញសុទ្ធតែឈាមកំពុងតែហូរចេញមកនាងស្រែកយ៉ាងក្រលួចតែទោះជានាងខំធ្វើយ៉ាងនេះក៏ដោយក៏ពូឆាតមិនខ្លាចនាងដែរនាងកាន់តែបន្លាចពូឆាតកាន់តែសើចសប្បាយហើយយើងមកមើលអណ្ដាតដល់អណ្ដាតពាក់ដល់ស្មាហ្នឹងចងកប់ជាប់មកបាទពូឆាតអៀវនាងឆ្លងមកជាច្រើនសារនាងមានការផិតភ័យយ៉ាងខ្លាំងក៏សុំអង្វរពូឆាតថាសូមមេត្តាលែងខ្ញុំទៅខ្ញុំឈប់លងគេទៀតហើយទោះជានាងខំនិយាយយ៉ាងណាក៏ដោយក៏ពូឆាតមិនព្រមប្រាប់ស្ដាប់ពាក្យអង្វររបស់នាងដែរនាងខំប្រើមធ្យោបាយគ្រប់វិធីទាំងអស់នាងស្រែកលាន់ឮរំពងគួរឲ្យខ្លាចតែបុរសនោះចិត្តរឹងដូចថ្មគឺគិតតែដើររហូតដល់ចិត្តភ្លឺនៅតែមិនព្រមឈប់ទៀតគ្រាន់តែឃើញផ្ទៃមេឃក្រហមព្រឿងនាងរឹតតែភ័យយ៉ាងណានាងក៏ប្រែកាឡាខ្លួនជាដុំឈើមួយកង់ពេលពូឆាតមកដល់ផ្ទះវិញគាត់ក៏យកដុំឈើនោះមកស្ទុះជាបន្ទះស្ដាងរពេចនោះស្រាប់តែមានហូរឈាមចេញពីសំបកឈើពេលនោះពូឆាតក៏យកបន្ទះឈើនោះមកត្រាំស្រាផឹកអូវាមានឈាមគេនេះដាក់ស្រាផឹកតានេះយកមកធ្វើថ្នាំមកគាត់មែនណាពេលពូឆាតចេញដើរមកក្រៅម្ដងពួកខ្មោចទាំងនោះនាំគ្នាស្រែកថាពួកយើងនាំគ្នារត់មនុស្សស៊ីខ្មោចមកដល់ហើយពួកខ្មោចក៏ចែកផ្លូវគ្នារត់បែកចាត់ខ្ចាយរកកន្លែងថ្មីរស់នៅរៀងខ្លួនពួកខ្មោចទាំងអស់ដាក់ឈ្មោះឲ្យពូឆាតថាមេខ្មោចកាលនោះប្រជាជនដែលរស់នៅក្បែរដងស្ទឹងទាំងអស់នាំគ្នាមកអរគុណដល់ពូឆាតព្រោះគាត់ជាបុរសក្លាហានដែលបានកម្ចាត់ក្រុមខ្មោចឲ្យរត់ខ្ចាត់ខ្ចាយអស់មិនតែប៉ុណ្ណោះអ្នកស្រុកក៏នាំគ្នាធ្វើបុណ្យដាក់បាតឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធខ្មោចទាំងអស់ឲ្យទៅចាប់ជាតិទៅកាន់សុគតិភពរៀងខ្លួនចាប់ពីថ្ងៃនោះមកប្រជាជនដែលរស់នៅទីនោះក៏បានឆ្លងស្ទឹងទាំងយប់ទាំងថ្ងៃមិនមានខ្មោចណាមកលងម្ដងទៀតឡើយបាទរឿងគឺចប់ត្រឹមនេះអរគុណសម្រាប់ការតាមដានស្ដាប់ទាំងអស់គ្នាហើយជៀសវាងយកកូនយើងលេងទូរស័ព្ទធ្វើឲ្យគេហៅថាមានជំងឺអូស៊ីសឹម
ច្រើនហ្នឹងគឺអាចទិញជាសៀវភៅរឿងអីចឹងឲ្យគាត់មើលឬក៏ឲ្យគាត់អានស្ដាប់រឿងដើម្បីយើងងាកឲ្យគាត់ចុះចិត្តសៀវភៅច្រើនជាងទូរស័ព្ទហើយក៏សូមអរគុណសម្រាប់ការតាមដានទស្សនាទាំងអស់គ្នាផងដែរឬក៏តាមដានស្ដាប់បាទអរគុណជម្រាបលា